약속 장소. 한국 사람들의 약속 장소는 과거와 많이 달라졌습니다. 예전에는 카페나 지하철역 앞, 극장 앞처럼 사람들이 많은 장소에서 만났습니다. 쉽게 찾을 수 있기 때문입니다. 그러나 요즘에는 휴대전화가 있어서 약속 장소를 미리 정하지 않는 사람도 많습니다. 요즘은 휴대전화로 할 일을 먼저 정합니다. 그리고 그 장소에서 만납니다. 영화를 보면 극장에서 만나요. 도착하면 전화하세요,처럼 말합니다. ទីកន្លែងណាត់ជួបទីកន្លែងណាត់ជួបរបស់ប្រជាជនកូរ៉េបានផ្លាស់ប្ដូរយ៉ាងច្រើនបើធៀបនឹងអតីតកាលកាលពីមុនពួកគេធ្លាប់ជួបគ្នានៅកន្លែងដែលមានមនុស្សច្រើនដូចជានៅតាមហាងកាហ្វេមុខស្ថានីយ៍រថភ្លើងក្រោមដីឬនៅពីមុខរោងកុនជាដើមមូលហេតុគឺដោយសារតែវាអាចរកគ្នាឃើញបានយ៉ាងងាយស្រួលប៉ុន្តែនៅពេលបច្ចុប្បន្ននេះដោយសារតែមានទូរស័ព្ទដៃមានមនុស្សជាច្រើនមិនបានកំណត់ទីកន្លែងណាត់ជួបទុកជាមុននោះទេសប្តាហ៍ថ្ងៃនេះពួកគេប្រើប្រាស់ទូរស័ព្ទដៃដើម្បីកំណត់ពីអ្វីដែលត្រូវធ្វើមុនសិនបន្ទាប់មកទើបពួកគេជួបគ្នានៅកន្លែងនោះតែម្ដងប្រសិនបើពួកគេមើលកុនពួកគេនឹងនិយាយដូចជាជួបគ្នានៅរោងកុនណាពេលទៅដល់សុំទូរស័ព្ទមក